កាលពីថ្ងៃមុនខ្ញុំជាក្មេងតូចក្រីក្រសៀវភៅមួយក្បាលក៏រងពីបានណាស់ដើរជើងទៅទេតាមផ្លូវក្រហមចិត្តធ្លាប់ស្រងោចព្រោះក្តីស្រងោចចិត្តឲ្យបានរៀងមិនទុកឲ្យយំឯកាពីបឋមសិក្សារហូតដល់សកលវិទ្យាល័យជីវិតដែលងងឹតក៏មានពលឺភ្លឺថ្លាសូមអរគុណអង្គការកុមារមេគង្គដែលជួយជីវិតកូនអ្នកក្រឲ្យមានថ្ងៃថ្មីពីគ្មានអនាគតថ្ងៃនេះមានការងារល្អមានកិត្តិយសមានជីវភាពសមរម្យមិនដល់ធំធេងអង្គការមួយនេះជាពលឺក្នុងបេះដូងជួយឲ្យក្តីសុបិនបានคล้ายជាការពិតមានសិស្សជាច្រើនធ្លាប់ចង់បោះបង់ការសិក្សាព្រោះជីវភាពគ្រួសារលំបាកគ្មានលទ្ធភាពតែអង្គការមេគង្គនៅតែជួយជ្រោមជ្រែងឲ្យក្មេងៗបាននៅក្តីស្រឡាញ់ថ្ងៃនេះពួកគេមានការជួយគ្រួសារឲ្យរស់នៅបានសុខសាន្តពីទឹកភ្នែកកាលមុនคล้ายជាស្នាមញញឹមអរគុណពីបេះដូងមិនអាចថ្លែងអស់ឡើយសូមអរគុណអង្គការកុមារមេគង្គដែលជួយជីវិតកូនអ្នកក្រឲ្យមានថ្ងៃថ្មីពីគ្មានអនាគតថ្ងៃនេះមានការងារល្អមានកិត្តិយសមានជីវភាពសមរម្យមិនដល់ធំធេងអង្គការមួយនេះជាពលឺក្នុងបេះដូងជួយឲ្យក្តីសុបិនបានคล้ายជាការពិតគ្មានអង្គការកុមារមេគង្គខ្ញុំនៅតែវង្វេងសូមអរគុណពីបេះដូងកូនសិស្សគ្រប់គ្នាអរគុណជារៀងរហូត